ពេលខ្ញុំមើលវីដេអូនេះដំបូងខ្ញុំអត់ទាន់ដឹងសាច់រឿងអីទេខ្ញុំមើលក្មេងប្រុសហ្នឹងគឺត្រូវម៉ែរបស់ក្មេងហ្នឹងជះទឹកដាក់ពីលើផ្ទះមកមកពេលខ្ញុំមើលដំបូងខ្ញុំមានអារម្មណ៍ថានឹងក្មេងហ្នឹងមែនតើតែដល់ពេលខ្ញុំដឹងសាច់រឿងហើយបានខ្ញុំយល់ពីចេតនារបស់ម៉ែក្មេងប្រុសហ្នឹងថាមិនបានគាត់ជះទឹកទៅកូនគាត់ពីលើផ្ទះហ្នឹងមកគឺដោយសារតែមុនដែលគាត់ជះទឹកហ្នឹងគឺខាងគ្រូនៅសាលាដែលក្មេងប្រុសហ្នឹងរៀនហ្នឹងបានតែមកប្រាប់គាត់ថាកូនប្រុសរបស់គាត់ហ្នឹងគឺបានជះទឹកទៅកាន់មិត្តភ័ក្តិរបស់គាត់ដែលនៅជាន់ខាងក្រោមហើយក្មេងប្រុសហ្នឹងគឺឈរពីជាន់ទី3មកហើយជះទឹកទៅមិត្តរួមថ្នាក់របស់ក្មេងតូចហ្នឹងហើយពេលដែលគ្រូសួរនាំអីចឹងទៅក្មេងប្រុសហ្នឹងនិយាយថាខ្ញុំលេងអញ្ចឹងគឺសុបាយក្មេងហ្នឹងវានិយាយអញ្ចឹងពេលដែលគ្រូលឺអញ្ចឹងហើយក៏ដាក់បណ្ណៃអីធម្មតាអញ្ចឹងទៅហើយក៏ខលទៅប្រាប់ម្ដាយកូនប្រុសហ្នឹងហើយពេលដែលម្ដាយកូនប្រុសលឺហើយគឺថាគាត់មានអារម្មណ៍ថាសង្ហាក់ចិត្តនឹងកូនគាត់អញ្ចឹងណាហើយទៅគឺគាត់ក៏រនឹកវិធីមិនដើម្បីថាត្រូវធ្វើមិនចំពោះកូនគាត់ឲ្យកូនគាត់ហ្នឹងមិនប្រព្រឹត្តអំពើអញ្ចឹងទៀតហើយក៏គាត់នឹកវិធីបែបហ្នឹងទៅគឺធ្វើរឿងដែលកូនប្រុសរបស់គាត់នឹងធ្វើទៅកាន់មិត្តរួមថ្នាក់របស់ក្មេងនឹងគឺធ្វើដូចគ្នាឲ្យកូនរបស់គាត់នឹងមានអារម្មណ៍ថាពេលដែលគេជះទឹកចឹងទៅមានអារម្មណ៍មិនដែរនឹងអារម្មណ៍ដែលគាត់ចង់ឲ្យកូនគាត់នឹងមានអារម្មណ៍បែបហ្នឹងហើយគាត់ក៏បាននិយាយទៅប្រាប់កូនគាត់ទៀតដែរថាមិនត្រូវយកការឈឺចាប់របស់អ្នកដទៃនឹងដើម្បីធ្វើឲ្យខ្លួនឯងនឹងសប្បាយចិត្តនោះទេហើយគាត់ក៏សង្ឃឹមថាគាត់ធ្វើអញ្ចឹងទៅវាជាមេរៀនមួយសម្រាប់ឲ្យកូនគាត់នឹងកែប្រែកំហុសហើយខ្លាយទៅជាក្មេងល្អពេលដែលកូននឹងធំឡើងហើយរឿងនេះខ្ញុំមើលទៅវាប្រកបអត្ថន័យមែនតើទើបខ្ញុំសម្រេចថាខ្ញុំយកមកផុសចែកម្លែកទៅកាន់អ្នកនរគ្នាជាធម្មតាក្មេងទូចអីចឹងគឺវាអត់សូវដឹងថារឿងណាត្រូវរឿងណាខុសអីទេគឺវាលេងតាមបែបក្មេងរបស់វាចឹងទៅអញ្ចឹងរឿងដែលសំខាន់គឺអាណាព្យាបាលជាឪពុកម្ដាយឯនឹងដូចម្ដាយក្មេងប្រុសហ្នឹងដែលគាត់ដាក់ទោសទៅតាមទំហំកំហុសរបស់កូនគាត់ហ្នឹងគឺគាត់មិនកាន់ជើងកូនមិនដឹងថាអ្នកនរគ្នាធ្លាប់ជួបដូចខ្ញុំអត់ដែលមានឪពុកម្ដាយខ្លះគឺគាត់កាន់ជើងកូនចឹងពួកខ្ញុំធ្លាប់ជួបពីមុនមកដែរពេលដែលកូនគាត់ខុសហើយយើងប្រាប់ទៅគឺពួកគាត់កាន់ជើងកូនគាត់ដល់ពេលអញ្ចឹងវាអត់បានប្រយោជន៍អីទៅដល់កូនគាត់ទេជួននៅពេលដែលគាត់ចិត្តតែបដ ாய் អញ្ចឹងគាត់ឃើញកូនខុសហើយក៏មិនថាមិនស្ដីថាក៏ថាតិចតួចអីមិនឲ្យធ្ងន់អីចឹងទៅហើយវាអាចថាធ្វើឲ្យក្មេងនឹងខូចកាន់តែធំទៅខូចទៅធំទៅខូចទៅវាមិនតែនាំទុកលំបាកមកដល់ឪពុកម្ដាយនឹងវិញទេអញ្ចឹងរឿងហ្នឹងខ្ញុំយល់ថាវាល្អមែនតើគឺសម្រាប់ឪពុកម្ដាយអាណាព្យាបាលរបស់ក្មេងៗហ្នឹងព្រោះក្មេងៗដូចថាដូចกระดาษសអញ្ចឹងអ្នកនរគ្នាអញ្ចឹងវាសំខាន់ផុតគឺអ្នកដែលមើលថែវានឹងថាតើគួរតែមើលថែវាបែបណាដើម្បីឲ្យបានដើម្បីអប់រំក្មេងនឹងឲ្យខ្លាយទៅជាក្មេងដែលល្អសម្រាប់គ្រួសារនិងសង្គមនឹងឯអ្នកនរគ្នាវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេហើយជួបគ្នានៅវីដេអូក្រោយទៀត